សម្រាប់មុខម្ហូបថ្ងៃនេះគឺអ្នកខ្ញុំឆ្នៃផ្លែឈើដែលជាគ្រឿងម្ជូរមកធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាហើយបាននិយាយមុខម្ហូបប្រចាំថ្ងៃវិញបងប្អូនហើយសម្រាប់ស្ត្រីមេផ្ទះគឺពិបាកធ្វើញ៉ាំមែនតើបងប្អូនមិនដឹងដល់ពេលធ្វើម្ហូបអីទេដោយឡែកបើសិនជាយើងចេះកែច្នៃបន្លែប្លុកផ្សេងក៏ដូចជាផ្លែឈើដែលមាននៅផ្ទះស្រាប់ហ្នឹងចេញជាមុខម្ហូបផ្សេងនិយាយពីថាគឺឆ្ងាញ់តែម្ដងដូចជាថ្ងៃនេះអញ្ចឹងបងប្អូនដោយសារតែនៅផ្ទះអ៊ំរបស់នាងខ្ញុំហ្នឹងមានស្ពឺមួយដើមនិយាយពីថាផ្លែច្រើនមែនតើបងប្អូនហើយអាយុកាលមិនតិចទេប្រហែលជា60ឆ្នាំអីអញ្ចឹងហើយដើមវាគឺនៅតូចទេតាំងពីនាងខ្ញុំកើតមកគឺឃើញដើមស្ពឺនេះនៅដុះផ្លែរហូតតែម្ដងដល់ពេលផ្លែច្រើនអញ្ចឹងទៅគឺចង់យកផ្លែស្ពឺមួយចំនួនហ្នឹងច្នៃជាម្ហូបដ៏ឈ្ងុយឆ្ងាញ់អញ្ចឹងដើម្បីចែករំលែកបងប្អូនទាំងអស់គ្នាហើយសម្រាប់មុខម្ហូបថ្ងៃនេះដែរគឺនាងខ្ញុំញោមផ្លែស្ពឺជាមួយនឹងផ្លែល្វាជាមួយនឹងសាច់គោបងប្អូនបាននិយាយពីរសជាតិវិញពីថាឆ្ងាញ់ប្លែកតែម្ដងបន្ទាប់ពីបេះផ្លែស្ពឺបានហើយគឺនាងខ្ញុំទៅផ្ទះដើម្បីរៀបចំគ្រឿងក្រើក៏ដូចជាបន្លែមួយចំនួនទៀតដើម្បីធ្វើញោមរបស់យើងអញ្ចឹងបងប្អូនហើយសម្រាប់ផ្លែល្វាគឺនៅផ្ទះរបស់នាងខ្ញុំហ្នឹងគឺផ្លែមិនសូវចេះដាច់ប្រមាណទេហើយគ្រឿងផ្សំរបស់យើងហ្នឹងគឺមានសាច់គោសាច់ចម្លក់ហើយជាមួយនឹងអង្ករលីងចំពោះទឹកប្រហុកបងប្អូនប្រើប្រភេទណាក៏បានហើយគ្រឿងផ្សំបន្ទាប់ទៀតមានដូចជាជីនឹងវងខ្ទឹមសខ្ទឹមក្រហមម្ទេសក៏ដូចជាខ្ទឹមបារាំងហើយបន្ទាប់ពីរៀបចំគ្រឿងក្រើរួចហើយគឺនាងខ្ញុំចាប់ផ្ដើមហាន់សាច់គោរបស់យើងជាចំណិតរាងស្ដើងបងប្អូនហើយដាំទឹកមួយឆ្នាំងទៅដើម្បីយើងស្រុះសាច់គោរបស់យើងផងដែរហើយសម្រាប់ខ្ទឹមបារាំងខ្ទឹមក្រហមគឺយើងហាន់ឲ្យស្ដើងមកបងប្អូនបន្ទាប់ពីទឹកពុះហើយគឺនាងខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមបារាំងជាមួយនឹងសាច់គោដើម្បីស្រុះសម្រាប់សាច់គោបងប្អូនស្រុះយកលក្ខណៈបែបណាក៏បានដែរតាមការចូលចិត្តឆ្អិនមួយល្មមក៏ដូចជាឆៅតិចអីអញ្ចឹងក៏បានដែរបងប្អូននាងខ្ញុំគ្រាន់តែស្រុះតែមួយសន្ធោសទេគឺស្រង់តែម្ដងហើយបន្ទាប់មកទៀតចាប់ផ្ដើមចិតស្ពឺសម្រាប់ផ្លែស្ពឺគឺនាងខ្ញុំប្រើស្ពឺទុំផងលាយជាមួយនឹងផ្លែស្ពឺចាស់ដោយសារតែផ្លែស្ពឺទុំមានរសជាតិផ្អែមហើយផ្លែស្ពឺចាស់ហ្នឹងមានរសជាតិជូរអែមអញ្ចឹងបងប្អូននិយាយថាត្រូវគ្នាមែនតែនហើយចំពោះផ្លែល្វាគឺយើងប្រើផ្លែល្វាខ្ចីសម្រាប់ផ្លែល្វាបន្ទាប់ពីយើងហាន់ស្ដើងហើយគឺយើងត្រូវលាងទឹកជំរះផ្នែកខាងក្នុងរបស់វាចេញបងប្អូនដោយសារតែវាសម្បូរមានសម្ោចមានអីរោមអញ្ចឹងបងប្អូនលាងហើយគឺយើងដាក់បញ្ចូលគ្នាជាមួយនឹងផ្លែស្ពឺរបស់យើងតែម្ដងហើយបន្ទាប់មកទៀតគឺហាន់គល់ស្ក្រៃរាងស្ដើងមកសម្រាប់គល់ស្ក្រៃបើយើងប្រើបែបនេះនិយាយថាឈ្ងុយខ្លាំងមែនតែនហើយចំពោះខ្ទឹមសខ្ទឹមក្រហមក៏ដូចជានឹងម្ទេសគឺយើងបុកបញ្ចូលគ្នាមកបងប្អូនដើម្បីធ្វើទឹកត្រីញោមចំពោះទឹកត្រីញោមយើងធ្វើឲ្យរាងដិតបន្តិចមកបានមានរសជាតិឈ្ងុយឆ្ងាញ់ខ្ទឹមយើងបុកជាមួយនឹងម្ទេសរួចហើយដាក់ទឹកត្រីប៊ីចេងស្ករក្រូចឆ្មាហើយយើងកូរវាឲ្យរលាយសព្វមកភ្លក់មើលតាមការចូលចិត្តចំណែកឯគល់ស្ក្រៃយើងដាក់ជាមួយនឹងសាច់ដែលយើងបានស្រុះនឹងមកហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមញោមតែម្ដងចំពោះផ្លែល្វាជាមួយនឹងផ្លែស្ពឺយើងដាក់សាច់ចូលមកបងប្អូនលាយជាមួយនឹងជីនឹងវងមកឆ្ពិតមកហើយដាក់ទឹកត្រីដែលបានធ្វើនឹងមកបងប្អូនដាក់តាមបរិមាណបន្លែក៏ដូចជាសាច់របស់យើងហើយជាពិសេសថែមជាមួយនឹងទឹកប្រហុកជាមួយ2ស្លាបព្រាបាយផងដែរបន្ថែមតែជាមួយអង្ករលីងច្បល់ឲ្យចូលជាតិគ្នាមកនិយាយពីថារសជាតិវិញឆ្ងាញ់ប្លែកតែមែនតែនបន្ទាប់ពីយើងច្បល់ញោមរបស់យើងសពចូលគ្នាហើយគឺយើងអាចញ៉ាំបានហើយបងប្អូនឥឡូវមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាមានមុខនេះធានាថារសជាតិប្លែកឆ្ងាញ់ក៏ឆ្ងាញ់មានរសជាតិជូរប្រៃផ្អែមហឹរជាមួយនឹងជាតិចត់ផងដែរជាមួយនឹងផ្លែល្វាអញ្ចឹងហើយសម្រាប់ថ្ងៃនេះដែរគឺនៅតែពីអ្នកគ្រួសារទេបងប្អូនហើយអត់នៅជុំគ្នាទេហើយសម្រាប់មុខម្ហូបមុខនេះបើសិនជាមានផ្លែឈើពីរមុខនេះបងប្អូនអាចសាកធ្វើបានហើយមុខម្ហូបដែលនេះខ្ញុំបានបង្ហាញគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានទស្សនា